រដ្ឋបាលខេត្តកំពង់ឆ្នាំងដាក់ចេញផែនការលើកកម្ពស់វិស័យអប់រំនិងសុខាភិបាលរដ្ឋបាលខេត្តកំពង់ឆ្នាំងកំពុងរៀបចំផែនការសកម្មភាពស្ដារនិងលើកកម្ពស់គុណភាពវិស័យអប់រំនិងសុខាភិបាលដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៅក្នុងកិច្ចប្រជុំដឹកនាំដោយលោកមឹងវុធីអភិបាលរងខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី25ខែសីហាឆ្នាំ2026ជាមួយតំណាងមន្ទីរជំនាញនិងអាជ្ញាធរក្រុងស្រុកទាំង8រដ្ឋបាលខេត្តបានកំណត់ទិសដៅអាទិភាពធំៗចំនួន3រួមមានការដោះស្រាយបញ្ហាសុខភាពនិងអនាម័យតាមសាលារៀននិងមណ្ឌលសុខភាពការពង្រឹងកិច្ចគាំពារសុខុមាលភាពកុមារតូចនិងការបង្កើនប្រសិទ្ធភាពសេវាព្យាបាលជំងឺជូនពលរដ្ឋលោកមឹងវុធីបានបញ្ជាក់ថាការគ្រប់គ្រងបរិស្ថានអនាម័យនិងការទុកដាក់សម្រាមនៅតាមគ្រឹះស្ថានសាធារណៈទាំងនោះគឺជាចំណុចចាប់ផ្ដើមដ៏សំខាន់ដែលត្រូវការកិច្ចសហការនិងការអនុវត្តភ្លាមៗពីគ្រប់ភាគីពាក់ព័ន្ធដើម្បីប្រែក្លាយផែនការនេះឲ្យចេញជាលទ្ធផលជាក់ស្ដែង